អ្វីទៅជាអក្សរណានិយមន័យហើយចាំទេអក្សរគឺជានិយាយឲ្យខ្លីអក្សរគឺផ្សំឡើងដោយ3សំឡេងយ៉ាងតិចបើកាលណាអត់បាន3សំឡេងយើងអត់ហៅថាជាអក្សរទេអូខេប្រហែលជាយើងឆ្ងល់ថាលោកគ្រូហេតុអីបានគេហៅ power chord ណា power chord តែពីសំឡេងមិនគេហៅថា chord មិនគេហៅថាអក្សរលោកគ្រូមួយយ៉ាងប៉ុន្តែវាពេញលេញទេណាពីព្រោះវាបាត់មួយសំឡេងណាកូននេះពីច្រើនគេយកសំឡេងទី1ដែលសំខាន់ហើយនឹងចន្លោះទី5ឧទាហរណ៍ថាដូ power chord អញ្ចឹងគឺគេយកសំឡេងគ្រាប់ដូនិងគ្រាប់ទី5គឺគ្រាប់សុលបាត់គ្រាប់កណ្ដាលមួយគឺគ្រាប់ទី3ណាព្រោះពាក្យថាអក្សរមួយម៉ាត់គឺត្រូវតែមាន3សំឡេងសំឡេងទី1សំឡេងទី3និងសំឡេងទី5បានយើងអាចហៅថាជាអក្សរបានហើយកាលណាបើមានតែ2សំឡេងនេះគឺយើងអាចហៅថាបាទ power chord ជាពាក្យដែលហៅប៉ុន្តែពាក្យ chord នេះអត់តាន់ពេញលេញទេណាអត់តាន់ពេញលេញទេហើយពីសំឡេងហ្នឹងពីច្រើនយើងហៅថាជាលេងជារបៀប harmony ឬក៏យើងហៅថាលេងជារបៀប double stop ដែលយើង riff ជាមួយនឹង2 note ណាអូខេតែប៉ុណ្្នឹងណាអញ្ចឹងខ្ញុំបញ្ជាក់ទៀតណាម្ដងទៀតណាគឺអក្សរគឺត្រូវមាន3សំឡេងយ៉ាងតិចវាអាចមាន4សំឡេង5សំឡេងណាតែ3សំឡេងយ៉ាងតិច